សូមគោរពសូមស្វាគមន៍លោកលោកស្រីទាំងអស់ចូលមកកាន់ application កុកកុកកុក D Project មុនដំបូងសូមណែនាំពាក្យគន្លឹះចំនួន4ដូចតទៅ D Project application កុកកុកកុក Crypto Polygon Cryptocurrency ខ្លងថៃ DeFi application កុកកុកកុកគឺជា application ដែលបង្កើតឡើងដោយកម្មវិធីកថៃរួមគ្នាក្នុងការបង្កើតមានសក្តានុពលស្រដៀងគ្នាទៅនឹង application TikTok Facebook ប៉ុន្តែមានភាពទំនើបជាងមុនជាមួយអ្នកវិនិវត្ត Web 3.0 Blockchain និង Smart Contract D Project គឺជាផែនការបង្កើតចំណូលសម្រាប់អ្នកគាំទ្រដែលចូលរួមជាសមាជិក Premium Application កុកកុកកុកPolygon គឺជា Digital Currency ដែលត្រូវបានគេស្គាល់និងត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារប្តូរប្រាក់ Digital ដែលមានល្បឿនលឿនក្នុងការធ្វើ Transaction ជាមួយនឹងថ្លៃ Transaction ទាបប្រហែល5ស្តង់ក្នុងមួយដងខ្លងថៃ DeFi គឺជា Digital Currency ដែល D Project បានចុះបញ្ជីពាណិជ្ជកម្មញ៉ៃខានរួចហើយមានកត្តាជាច្រើនដែលមាននានាការថានឹងមានតម្លៃខ្ពស់នៅក្នុងទីផ្សារ Digital នាពេលអនាគតផែនការបង្កើតចំណូល D Project មានភាពខុសគ្នានិងចំណុចលេចធ្លោដូចខាងក្រោមប្រើប្រាស់ថវិកាគាំទ្រដើម្បីបើកឱកាសក្នុងការបង្កើតចំណូលរាប់លានតែមួយដងគត់ក្នុងចំនួនទឹកប្រាក់400បាតដំណើរការក្នុងទម្រង់ Web 3.0 Blockchain និង Smart Contract មានប្រព័ន្ធគ្រប់គ្រងចំណូលប្រកបដោយគុណធម៌មានការប្រមូលផ្ដុំចំណាយចំណូល 10% ពីគ្រប់បណ្ដាញសម្រាប់ការបង្កើតកូដថ្មីឬដែលហៅថា Avatar អាច Upstar ក្នុង level ខ្ពស់ជាងមុនដើម្បីទទួលបានចំណូលកាន់តែច្រើនក្នុងផែនការ B ដោយប្រព័ន្ធមានការបែងចែកចំណូលនិងប្រមូលផ្ដុំទុកសម្រាប់សមាជិកអាច Upstar បានមានកាក់ Digital Currency ផ្ទាល់ខ្លួនឈ្មោះខ្លងថៃ DeFi ដែលជឿជាក់ថានឹងមានតម្លៃខ្ពស់ណាស់នៅពេលអនាគតដោយសារកត្តាវិជ្ជមានជាច្រើនសមាជិកគ្រប់កូដនឹងទទួលបានកាក់ប្រមូលផ្ដុំចំនួន 1000 កាក់ KTDFI នៅពេលមានការគាំទ្រ400បាត Cryptocurrency ខ្លងថៃ DeFi ខ្លងថៃ DeFi បន្ថែមពីចំណាយចំណូល 5% ទៀតដោយប្រព័ន្ធ DOSមានកត្តាវិជ្ជមានបង្កើនចំនួនសមាជិកនិងចំណូលជាដើមពី application កុកកុកកុកដែលមនុស្សទូទាំងពិភពលោកអាចទាញយកប្រើបាននិងអាចចុះឈ្មោះជាសមាជិក Premium បានទាំងផែនការចំណូលផែនការ A និងផែនការ B សុទ្ធតែមានសក្តានុពលក្នុងការបង្កើតចំណូលរាប់លាននិងនៅតែមានការសម្របសម្រួលគាំទ្រលើកកម្ពស់ការពង្រីកចំណូលរបស់គ្នាទៅវិញទៅមកយ៉ាងសំខាន់មានការគណនាការទូទាត់ប្រាក់រង្វាន់បែប real time សមាជិកអាចដកចំណូលទៅប្រើប្រាស់បែប real time ចំណូលពីផែនការ A មាន4បណ្ដាញ PR Public Relations Bonus 40% Caring Bonus មិនកំណត់ចំនួននៃការពង្រីកដែលមានការបែងចែកចំណាយចំណូល10ជាន់ 2% សរុបមក 2% Return Bonus គណនាពីផលបូកចំណូល Caring Bonus របស់អ្នកដែលបាន PR មករួមទាំងកូដ Avatar ដែលបានកើតឡើងចំណូលទាំងពីរនេះប៉ុន្មានទទួលបានចំណូលចំនួនប៉ុណ្ណោះ 100% Auto Run Bonus គឺជាតារាងរចនាសម្ព័ន្ធដែលអ្នកបង្កើតប្រព័ន្ធមានបំណងឲ្យសមាជិក Premium មានចំណូលពីប្រព័ន្ធដោយប្រើប្រាស់តារាង Auto Run ទូទាំងពិភពលោករួម254 user ដោយប្រព័ន្ធនឹងគណនាចំណូលដែលកើតឡើងក្នុងជាន់ទី1ដល់ជាន់ទី6កូដ 2% នៅក្នុងជាន់ទី7កូដ 8% សរុបចំណូលស្មើនឹង 510.4 ផល ចំណូលពីផែនការ B មាន2បណ្ដាញ PR bonus 20% នៅពេល PR សមាជិកមកហើយវាដេញយើងទៅផែនការ B Upstar ទៅ D1 ទទួលបានចំណូល PR bonus 20% នៃលក្ខណៈសម្បត្តិខុសៗគ្នានៃកម្រិតនីមួយៗដូចតទៅ D1 20% នៃ80 polygon ស្មើនឹង16 polygon
D2 20%នៃ500 polygon ស្មើនឹង100 polygon D3 20%នៃ3000 polygon ស្មើនឹង600 polygon D4 20%នៃ18000 polygon ស្មើនឹង36000 polygon D5 20%នៃ13000 polygon ស្មើនឹង22600 polygon D6 20%នៃ72000 polygon ស្មើនឹង142,400 polygon D7 20%នៃ4,487,000 polygon ស្មើនឹង887,400 polygon សរុបស្មើនឹង167,116 polygon ចំណូលពីបណ្ដាញទី2ក្នុងផែនការ B កើតចេញពីតារាងរចនាសម្ព័ន្ធរបស់អ្នកដែល Upstar មកតារាង D1 រហូតដល់ D7 ដោយជាន់ទី1ដល់ជាន់ទី6ប្រព័ន្ធគណនាចំណូលឲ្យកូដ 5% ជាន់ទី7កូដ 10% ចាប់ផ្ដើមពីតារាង D1 នៅបេសុផលគ្រប់កូដដែលកើតឡើងក្នុងជាន់ទី1ដល់ជាន់ទី6រួម126 user បង្កើតចំណូលសរុប504 ផលនិងជាន់ទី7រួម128 user បង្កើតចំណូលសរុប1024 polygon សរុបចំណូលពីតារាងរចនាសម្ព័ន្ធ D1 ទាំងជាន់7ជាន់ទទួលស្មើនឹង1528 polygon សរុបចំណូលពីតារាងរចនាសម្ព័ន្ធ D1 គ្រប់ជាន់7ជាន់រហូតដល់តារាង D7 គ្រប់ជាន់7ជាន់ទទួលស្មើនឹង101,871,378 polygon និងកត្តាសំខាន់មួយទៀតដែលនឹងលើកទឹកចិត្តឲ្យសមាជិកអាចមានចំណូលរាប់លានពី D Project គឺប្រព័ន្ធគ្រប់គ្រងចំណូលប្រកបដោយគុណធម៌ចំណូលពីតារាងរចនាសម្ព័ន្ធក្នុងផែនការ A និងផែនការ B មានប្រព័ន្ធគ្រប់គ្រងចំណូលដូចខាងលើលទ្ធភាព100សម្រាប់ការបង្កើតកូដថ្មីឬដែលហៅថាកូដ Avatar ដោយប្រមូលផ្ដុំគ្រប់400បាត 5% សម្រាប់ការប្រមូលផ្ដុំដើម្បីបដូរជាកាក់ខ្លងថៃ D5 ចំណូលដែលកើតឡើងពីការបង្កើតក្នុងផែនការ B ចាប់ផ្ដើមពី D1 រហូតដល់ D7 មានប្រព័ន្ធគ្រប់គ្រងចំណូលដូចខាងក្រោម 20% តាមការគ្រប់គ្រងរចនាសម្ព័ន្ធក្នុងផែនការ A 33% សម្រាប់ការ Upstar ទៅ D1 រហូតដល់ D7 សម្គាល់ចំណូលដែលកើតឡើងគ្រប់បណ្ដាញប្រព័ន្ធគ្រប់គ្រងទុក 5% សម្រាប់ក្រុមអភិវឌ្ឍន៍សម្រាប់ចំណូលពីការបង្កើតក្នុងផែនការ B ចាប់ផ្ដើមពី D1 រហូតដល់ D7 មានប្រព័ន្ធគ្រប់គ្រងចំណូលដូចខាងក្រោម 20% តាមការគ្រប់គ្រងរចនាសម្ព័ន្ធក្នុងផែនការ A 33% សម្រាប់ការ Upstar ទៅ D1 រហូតដល់ D7 ភាពខុសគ្នាលេចធ្លោបំផុតរបស់ DOS D Project ដែលនឹងធ្វើឲ្យសមាជិកអាចមានចំណូលរាប់លានគឺប្រព័ន្ធបែងចែកចំណូលក្នុងគ្រប់បណ្ដាញដើម្បីទៅបង្កើតកូដថ្មីឬដែលហៅថាកូដ Avatar ក្រៅពីកូដ Avatar នឹងកើតឡើងយ៉ាងច្រើនក្នុងផែនការ A និងនៅក្នុងផ្នែកផែនការ B ក៏នៅតែកើតមានចំនួនកូដ Avatar យ៉ាងច្រើនផងដែរចំណូលដែលកើតឡើងពីតារាងរចនាសម្ព័ន្ធ D1 ដល់ D7 ត្រូវបានបែងចែកឲ្យកើត Avatar ឡើងចំនួន 254,678 Avatar និងនៅតែបង្កើតឲ្យកើតកូដ Avatar D1 ទៀតចំនួន 636,600 កូដក្នុងមួយ user សម្គាល់ចំណូលដែលកើតពីគ្រប់បណ្ដាញប្រព័ន្ធគ្រប់គ្រងទុក 5% សម្រាប់ក្រុមអភិវឌ្ឍន៍តាក់ទងសាកសួរព័ត៌មានបន្ថែមជាមួយនឹងអ្នកដែលបានផ្ញើវីដេអូឃ្លីបនេះមកឲ្យលោកអ្នកត្រូវអរគុណគាត់ដែលបានផ្ដល់ឱកាសមាសដ៏សំខាន់នេះសម្រាប់លោកអ្នក